មានក្មេងស្រីមួយវងបាននាំគ្នាទៅមុជទឹកអូរនៅក្រោយភូមិក្នុងចំណោមក្មេងស្រីទាំងអស់នោះមានក្មេងស្រីម្នាក់មានរូបសម្បត្តិល្អណាស់ពួកក្មេងៗកំពុងតែលេងសើចយ៉ាងសប្បាយស្រាប់តែមានយក្ខិនីហោះចេញពីព្រៃមកឃើញក្មេងៗកំពុងតែមុជទឹកយ៉ាងសប្បាយនោះក៏ដេញចាប់ក្មេងៗពួកក្មេងៗនាំគ្នារត់គេចផុតពីដៃយក្សអស់សល់តែក្មេងស្រីម្នាក់ដែលមានរូបសម្បត្តិស្រស់ស្អាតនោះយក្សដេញចាប់បាននាងភ័យខ្លាំងណាស់នាងក៏បានអង្វរទៅកាន់យក្សនោះឲ្យលែងខ្លួនមីងយក្សសូមមីងយក្សឯងកុំចាប់ខ្ញុំអីខ្ញុំនៅតូចណាស់សាច់ខ្ញុំមិនឆ្ងាញ់ទេសូមមីងយក្សដោះលែងខ្ញុំទៅណាឯងកុំយំអីក្មេងតូចគួរឲ្យស្រឡាញ់មីងចាប់យកឯងទៅធ្វើកូនទេព្រោះយើងគ្មានកូននឹងគេសោះខ្ញុំអត់ទៅនៅជាមួយមីងយក្សឯងទេខ្ញុំខ្លាចមីងយក្សឯងណាម៉ែជួយកូនផងម៉ែជួយកូនផងកុំខ្លាចមីងអីក្មួយមីងសន្យានឹងមិនធ្វើបាបក្មួយទេមីងនឹងមើលថែក្មួយឲ្យដូចជាពុកម្ដាយរបស់ក្មួយអញ្ចឹងដែរហើយនៅផ្ទះមីងមានម្ហូបចំណីច្រើនណាស់និយាយហើយយក្ខិនីក៏បានចាប់យកទៅរស់នៅក្នុងផ្ទះឯព្រៃយក្សតែងតែរកចំណីអាហារមកបំពន់ក្មេងស្រីនោះឲ្យឆាប់ធំរាល់ពេលដែលនាងកំពុងតែហូបបាយយក្ខិនីនោះតែងតែលួងលោមថាកូនស្រីខំហូបទៅនេះណែសាច់សុទ្ធហើយនឹងថ្លើមណាកូនហូបឲ្យបានច្រើនទៅនឹងរហ័សធាត់ធំណាកូនចាម៉ែម្ហូបនេះពិតជាឆ្ងាញ់ណាស់ម៉ែកូនចូលចិត្តណាស់ពេលឃើញក្មេងស្រីកាន់តែធំឡើងមានសម្បកស្អាតភ្លឺថ្លាចិត្តពេញក្រមុំនោះយក្សនោះក៏បានសួរទៅកាន់ក្មេងស្រីនោះថាកូនស្រីម៉ែមើលទៅកូនមានសម្បុរសស្អាតណាស់តើថ្លើមកូនធំប៉ុណ្ណាហើយចាម៉ែថ្លើមកូនប៉ិនគម្របឆ្នាំងហើយម៉ែមិនបានម៉ែសួរកូនអញ្ចឹងម៉ែអត់អីទេកូនស្រីម៉ែសួរលេងទេអញ្ចឹងកូនស្រីប្រឹងហូបទៀតទៅមិនខ្វះទេម្ហូបអាហារកូនខំប្រឹងហូបទៅកូននឹងឆាប់ធំធាត់នឹងគេលុះថ្ងៃក្រោយមកទៀតយក្ខិនីចេះតែសួរទៅកាន់កូនស្រីទៀតថាកូនសំឡាញ់អើយតើថ្លើមកូនស្រីធំប៉ុណ្ណាហើយចាម៉ែថ្លើមកូនធំប៉ុន្តែដាក់បាយឲ្យម៉ែវ៉ាវថ្លើមកូនឯងពិតជាឆាប់ធំមែនតែនកូនខំប្រឹងហូបបាយឲ្យច្រើនទៅណាកូនស្រីមាសម្ដាយក្រោយមកទៀតយក្ខិនីក៏បានសួរទៅកាន់កូនស្រីទៀតថាថ្លើមកូនស្រីធំប៉ុណ្ណាហើយកូនស្រីម្ដាយម៉ែថ្លើមកូនប៉ិនមួយចំហៀងផ្ទះឲ្យម៉ែថ្ងៃបន្ទាប់មកមិនទាន់បានប៉ុន្មានផងយក្ខិនីនោះក៏បានសួរទៀតថាតើថ្លើមកូនស្រីធំប៉ុណ្ណាហើយកូនម៉ែថ្លើមកូនប៉ិនមួយចំហៀងផ្ទះឲ្យម៉ែកូននៅចាំផ្ទះម៉ែទៅលេងផ្ទះបងប្អូនមួយអាទិត្យពេលម៉ែមិននៅចូលកូនកុំជញ្ជក់ទឹកបាយទៅក្រោមផ្ទះឲ្យសោះម្យ៉ាងទៀតពេលចិត្តដល់កំណត់ម៉ែនឹងមកវិញចូលកូនទៅបេះផ្លែក្រូចឆ្មាឲ្យបានមួយកញ្ជើទុកឲ្យម៉ែផងម៉ែកុំទៅនៅយូរពេកណាម៉ែកូននៅផ្ទះតែម្នាក់ឯងកូនពិតជាខ្លាចខ្លាំងណាស់ម៉ែទៅតែមួយអាទិត្យទេកូនស្រីម៉ែនឹងប្រញាប់មកវិញកូននៅចាំផ្ទះនឹងហើយណាកូននិយាយរួចហើយយក្សស្រីក៏បានហោះចេញទៅបាត់ទៅទុកឲ្យកូនស្រីនៅផ្ទះតែម្នាក់ឯងយ៉ាងកំសត់ពេលយក្ខិនីចេញទៅផុតបានមួយយប់កូនស្រីនោះក៏បានដាំបាយរិចគេប្រឹងសង្កត់ជាត់ទឹកបាយទៅក្រោមផ្ទះពេលនោះក៏មានស្ដេចកណ្ដោសមួយបានចេញមកក្មេងស្រីនោះក៏បានដេញវាយវាតែកណ្ដោសនោះក៏បានស្រែកថាកុំវាយខ្ញុំអីអ្នកឯងដឹងទេប៉ុន្មានថ្ងៃទៀតយ៉ាងនឹងនាំបងប្អូនវាមកស៊ីអ្នកឯងហើយម្យ៉ាងទៀតបានដាំតែវាផ្ដាំឲ្យអ្នកបេះផ្លែក្រូចឆ្មាមួយកញ្ជើនោះគឺវាទុកសម្រាប់ធ្វើទឹកជ្រលក់គ្រឿងក្នុងនិងសាច់របស់អ្នកពេលមេយក្សមកវិញវានឹងស៊ីសាច់របស់អ្នកមិនខានឡើយម៉ែនអីសូមកណ្ដុរឯងជួយខ្ញុំផងខ្ញុំមិនបានដឹងទេថាមេយក្សរបស់ខ្ញុំគាត់ចង់ស៊ីសាច់ខ្ញុំមិនអីទេចាំខ្ញុំជួយតែយ៉ាងវាប្រាប់ថាទៅប៉ុន្មានថ្ងៃដែរគាត់ប្រាប់ថាគាត់ទៅតែ7ថ្ងៃទេគាត់នឹងមកវិញហើយតែយើងត្រូវធ្វើដោយម្ដេចទៅកណ្ដុរសខ្ញុំពិតជាខ្លាចខ្លាំងណាស់
ចឹងខ្ញុំត្រូវតែខំប្រឹងកាយរងទាំងយប់ទាំងថ្ងៃដើម្បីរំដោះនាងឲ្យផុតពីសេចក្តីស្លាប់នាងកុំភ័យខ្លាចអីចាំខ្ញុំជួយនាងស្ដេចកណ្ដោសបានហៅកូនឲ្យមកជួយកាយរងជាបន្ទាន់ព្រោះនៅសល់តែ5ថ្ងៃទៀតនឹងត្រូវដល់ពេលវេលាយក្ខិនីវិលត្រឡប់មកវិញហើយពួកគេប្រឹងកាយរងរហូតដល់ភូមិអ្នកស្រុកនៅ5ទៅ6ហើយបានបេះផ្លែក្រូចឆ្មាទុកដាក់ឲ្យយក្ខិនីមួយកញ្ជើបន្ទាប់មកស្ដេចកណ្ដោសក៏បានបញ្ជាកូនចៅឲ្យចាប់ឃ្មុំនិងឧមាល់យកទៅដាក់ក្នុងផ្ទះយក្ខិនីរួចហើយក៏បិទទ្វារមិនឲ្យសត្វណាហែលចេញចូលបានឡើយពេលរួចកិច្ចការអស់ហើយស្ដេចកណ្ដោសបានប្រាប់ទៅនាងស្រីនោះឲ្យទៅមុជទឹកអណ្ដូងមាសអណ្ដូងប្រាក់របស់យក្ខិនីនោះព្រោះដើម្បីឲ្យនាងមានសម្បល់ភ្លឺស្អាតល្អលុះមុជរួចហើយកណ្ដោសក៏បានប្រាប់ឲ្យនាងតោងកន្ទុយគេនិងចូលតាមរោងដែលគេបានកាយនោះរហូតដល់ស្រុកអ្នកភូមិកណ្ដោសក៏បានទុកនាងស្រីឲ្យស្នាក់នៅក្នុងភូមិនោះជាមួយនឹងអ្នកស្រុកហើយគេក៏បានរត់ទៅមើលយក្ខនិងបងប្អូនវាវិលមកដល់ផ្ទះវិញពេលយក្ខមកដល់មុខទ្វារផ្ទះក៏ស្រែកថាកូនស្រីមាសម្ដាយម៉ែមកវិញហើយបើកទ្វារឲ្យម៉ែចូលផ្ទះនេះតើម៉ែនាំអ្នកណាគេមកលេងកូននេះយក្ខិនីហៅកូនស្រីតែគ្មានអ្នកឆ្លើយយក្ខឮសំឡេងយំងងយក្ខក៏លួងថាកូនកុំយំម៉ែមានទៅយូរឯណាគឺទៅតាមថ្ងៃកំណត់ដែលម៉ែប្រាប់កូននឹងហើយបើកទ្វារឲ្យម៉ែទៅណាកូនស្រីទ្វារនៅតែមិនទាន់បើកយក្ខនិយាយបណ្ដាយកដៃបំរុងទាញទ្វារបណ្ដាហើយក៏និយាយថាអើយកូននេះយំអីក៏យំម្លេះខឹងម៉ែខ្លាំងណាស់ហើយមើលទៅកុំយំណាកូនម៉ែមកវិញហើយយក្ខទាញទ្វារបើកឡើងសត្វឃ្មុំនិងឧមាដេញតិចពួកបងប្អូនយក្ខនិងយក្ខិនីនោះឡើងមកហើមយក្ខិនីខឹងនឹងនាងស្រីជាកូនខ្លាំងណាស់អាកូនចង្រៃបើយើងរកឯងឃើញអញនឹងស៊ីឯងមិនខានស្ដេចកណ្ដោសដែលនៅចិត្តនោះក៏បានសើចយ៉ាងសប្បាយហើយក៏និយាយបញ្ឈឺឲ្យយក្ខថាសាមុខណាស់ហើយដែលចង់ស៊ីគេតែស៊ីមិនបានបែរទៅជាហើមមុខល្អមើលខ្លាំងណាស់យក្ខខឹងណាស់ក៏បានរត់វាយកណ្ដោសកណ្ដោសវារត់ចូលគុម្ពឫស្សីយក្ខប្រឹងរត់យ៉ាងលឿនក៏ជ្រកខ្លួនទៅជាប់នៅក្នុងគុម្ពឫស្សីទៅយក្ខក៏បានសូមអង្វរកណ្ដោសឲ្យជួយផងអូយជាប់បាត់កណ្ដោជួយរំដោះខ្ញុំផងខ្ញុំជាប់ក្នុងគុម្ពឫស្សីនេះហើយជួយខ្ញុំផងខ្ញុំមិនទៅជួយឯងទេឯងនាំគ្នាស៊ីតែសាច់មនុស្សអញ្ចឹងនោះអញមិនទៅជួយឯងឡើយកណ្ដោសក៏បានរត់ទៅភូមិបាត់ទៅនាងស្រីចាប់ពីថ្ងៃនេះតទៅនាងនិងអ្នកភូមិមិនចាំបាច់ខ្លាចទៀតទេព្រោះគ្មានយក្ខមករកតាមស៊ីមនុស្សទៀតឡើយតើនាងដឹងទេយក្ខវាបានជាប់ផុងខ្លួននៅក្នុងគុម្ពឫស្សីហើយវាហៅខ្ញុំឲ្យជួយវាដែរតែខ្ញុំមិនជួយវាទេព្រោះវាប្រព្រឹត្តតែអំពើអាក្រក់យក្ខនោះប្រកាសជាស្លាប់មិនខានឡើយយ៉ាងយូរ3ថ្ងៃទៀតសាច់វានឹងរលេះរលួយពួកក្អែកខ្មាតមកស៊ីវាមិនខានដូច្នេះចូលនាងទៅរស់នៅជាមួយខ្ញុំទៅខ្ញុំសូមនាងធ្វើជាកូនថ្លែងអំពីកំឡោះម្នាក់នេះវិញដែលធ្លាប់បានឃើញនាងស្រីនោះកាលពីរស់នៅជាមួយនឹងយក្ខគេបានចាប់អារម្មណ៍លួចស្រឡាញ់នាងយ៉ាងខ្លាំងតែគេមិនហ៊ានចូលសួរនាំចិត្តនាងទេព្រោះតែខ្លាចយក្ខនោះឥឡូវនេះគេរឹតតែការទុកយ៉ាងខ្លាំងទៀតហើយព្រោះមិនបានឃើញនាងសោះថ្ងៃមួយគេបានទៅបរបាញ់សត្វនៅឯក្នុងព្រៃដើម្បីយកមកធ្វើម្ហូបពេលនោះគេក៏បានជួបនឹងស្ដេចកណ្ដោសបុរសនោះក៏បានជូនសត្វមួយទៅស្ដេចកណ្ដោសស្ដេចកណ្ដោសក៏បានសួរមកកាន់អ្នកកំឡោះនោះថាអ្នកកំឡោះឯងមានបញ្ហាអីមើលទៅឯងស្គមស្គាំងខ្លាំងម្ល៉េះសល់តែស្បែកនឹងឆ្អឹងអញ្ចឹងខ្ញុំពិតជានឹកនារីម្នាក់នោះខ្លាំងណាស់សពថ្ងៃមិនដឹងថានាងទៅរស់នៅឯណានោះទេនាងមិនដែលឲ្យខ្ញុំឃើញសោះកណ្ដោសក៏បានសើចហើយក៏បានដើរចេញពីអ្នកកំឡោះនោះទៅបុរសនោះក៏បានដើរចេញទៅផ្ទះវិញដែរលុះដល់ស្អែកឡើងគេបានទៅបរបាញ់សត្វបានមួយទៀតគេបានយកទៅឲ្យស្ដេចកណ្ដោសជាបន្តបន្ទាប់អ្នកកំឡោះនោះតែងតែឡើងចុះផ្ទះស្ដេចកណ្ដោស
ព្រោះគេដឹងថានាងដែលគេបានលួចស្រឡាញ់នោះបានទៅរស់នៅជាមួយនឹងស្ដេចកណ្ដោសនោះហើយណាមួយគេក៏អាចបានសាសងជាមួយនាងដែរកំឡោះនោះតែងតែយកសាច់ដែលបាញ់បានមកធ្វើម្ហូបនិងហូបជាមួយនឹងស្ដេចកណ្ដោសយ៉ាងឆ្ងាញ់ជាមួយគ្នាចំណែកនាងស្រីចេះតែរត់គេចពួនមិនឲ្យកំឡោះនោះឃើញឡើយដោយឃើញអ្នកកំឡោះនោះស្រឡាញ់នាងជាកូនស្រីពេកស្ដេចកណ្ដោសក៏បានទៅនិយាយបញ្ចុះបញ្ចោឲ្យកូនស្រីយកព្រមស្រឡាញ់កំឡោះនោះទៅនាងក៏បានយកព្រមតាមស្ដេចកណ្ដោសអ្នកកំឡោះបើឯងចង់ស្រឡាញ់កូនយើងចូលឯងដណ្ដឹងកូនយើងទៅយើងនឹងលឹកនាងឲ្យទៅឯងអ្នកកំឡោះក៏បានយកព្រមតាមដែលស្ដេចកណ្ដោសបានប្រាប់ឯនាងស្រីនោះក៏បាននិយាយប្រាប់ទៅកាន់កណ្ដោសឲ្យទៅអញ្ជើញឪពុកម្ដាយបង្ការរបស់នាងមកផងដែរអ្នកខ្ញុំមកអញ្ជើញនាងទៅពិសាការកូនស្រីរបស់ខ្ញុំសូមនាងទៅទាំងពីរអ្នកប្តីប្រពន្ធកុំខានណាខ្ញុំមិនទៅទេខ្ញុំបាត់កូនស្រីរកមិនទាន់ឃើញខ្ញុំពិបាកចិត្តណាស់ស្ដេចកណ្ដោសអ្នកកុំពិបាកចិត្តអីកូនខ្ញុំដោយកូនអ្នកដែរអ្នកទៅកុំខានណាបើអ្នកមិនទៅទេខ្ញុំនឹងហើយយាកមកស៊ីសាច់អ្នកមិនខានឡើយចំយាកមិនកើតទេឪវាហើយយាកមកស៊ីយើងមិនអីទេអ្នកចាំខ្ញុំទាំងពីរអ្នកទៅចុះលុះដល់ស្អែកឡើងឪពុកម្ដាយរបស់ខាងស្រីក៏ភ្ញាក់ពីព្រលឹមដើម្បីទៅចូលរួមកម្មវិធីបង្គោលការរបស់កូនស្ដេចកណ្ដោសពេលដែលកំពុងអង្គុយលើផ្ទះនោះគាត់ប្រឹងសម្លឹងមើលទៅក្រោយដោយពិនិត្យវិច័យទើបដឹងថាកូនស្រីកូនក្រមុំនោះគឺជាកូនរបស់ខ្លួនដោយសេចក្តីត្រេកអរសប្បាយខ្លាំងពេកគាត់ក៏បានផឹកស្រារហូតដល់ស្រវឹងដេកបាត់ទៅពិធីបង្គោលការក៏បានចប់សពគ្រប់ហើយនាងស្រីនិងប្តីត្រូវទៅរស់នៅផ្ទះខាងស្រីស្ដេចកណ្ដោសមិនបានជូនទៅទេមុននឹងបែកគ្នានោះប៉ុន្តែមុននឹងបែកគ្នានោះស្ដេចកណ្ដោសក៏បាននិយាយថាពួកអ្នកទៅចុះទៅឲ្យបានសុខចំណែករូបខ្ញុំត្រូវទៅដើរលេងសប្បាយទៀតហើយ